សូមអរគុណម្ចាស់ផ្ទះដែលរៀបលែងឲ្យបងប្អូនបានគួយស្រួលហើយរំឲ្យគ្រូឲ្យលឺខ្លាំងឲ្យបងប្អូនចាប់យល់ជាដំបូងសូមគោរពអង្គប្រជុំសូមគោរពលោកប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមគោរពសកម្មជន LP និងលោកតាលោកយាយបងប្អូនទាំងអស់ជាទីគោរពរាប់អានដែលមានវត្តមានចូលរួមនៅទីនេះខ្ញុំបាទឈ្មោះឈឹមសិននៅស្រុកមង្គលបរិយឃុំសម្បួរភូមិណដាប់ថាភូមិទៀតទៅចុះខ្ញុំបាទអាយុ68ឆ្នាំហើយខ្ញុំបានឆ្លងកាត់ជំនឿនសេអនុជំនឿនលន់ណុលជំនឿនប៉ុលពតលុះដល់ឥឡូវនេះបាទខ្ញុំបានចូលរួមវេទិកានឹង5វេទិកានេះហើយ5វេទិកានេះហើយបាទហើយខ្ញុំបានយល់ពី LP ច្បាស់ហើយតែខ្ញុំតាមស្ដាប់នឹងតាមវិទ្យុទៅឃើញស្ថាប័នព្រះសង្ឃក៏បានយល់ច្រើនហើយផ្នែកខាងលោកគ្រូអ្នកគ្រូក៏បានយល់ច្រើនដែរហើយផ្នែកខាងស្ត្រីក៏យល់ច្រើនដែលវាយ៉ាប់តប្រពន្ធខ្ញុំនេះប្រពន្ធខ្ញុំយល់ពី2ឆ្នាំហើយរត់យកបងអាគិតដល់បើកយូរថាំងគិតថាអូស្ទៀលគេថាចេះថាដល់កខ្ញុំមិនដឹងថានិយាយយ៉ាងម៉េចវិទ្យុ2វិទ្យុ1ខ្ញុំបើកនៅផ្ទះវិទ្យុ1ខ្ញុំដល់ឲ្យកន្លែងដាកគេលេងបៀលេងអីទៅណែនោះឲ្យគេស្ដាប់គេធ្វើមិនដឹងហើយខ្ញុំថាអូខ្ញុំគឺវាក្បាលបាទហើយថ្ងៃមួយនេះលោកធានគាត់និយាយតាមប៉ុស្តិ៍វិទ្យុហើយគាត់ថាខ្លះប្តីយល់ប្តីខំបើកវិទ្យុឲ្យស្ដាប់រាល់ថ្ងៃតែគាត់មិនយល់សោះហើយប៉ុនខ្ញុំគាត់ឮគាត់សាច់ញឹមតែគាត់ដូចជាគ្មានអារម្មណ៍ជាមួយ LP សោះដូចអូខ្ញុំឆ្ងល់មែនខ្ញុំតើបើគោក្បីខ្ញុំដូរចូលហើយតែកាប់ស៊ីខ្ញុំកាប់ផងមែនតាមតែខ្ញុំគួរក្បាលគាត់យ៉ាងម៉េចនោះបាទហើយមានតាមម្នាក់នោះតាមម្នាក់អាយុ70ជាងវាគាត់បានគ្រប់គ្រងគណៈបកសំស៊ីដល់ពេលអើយរហូតលុះដល់គេបង្កើតគណៈបកសង្គ្រោះជាតិគាត់ក៏នៅគ្រប់គ្រងតែរហូតហើយថ្ងៃមួយនោះគាត់បានជួបខ្ញុំកន្លែងប៉ុនហើយខ្ញុំតើបានកន្លែងប៉ុនបាននាទីហើយបើរយូគេស្ដាប់ខ្លះមើលណែនោះឃើញមានភូមិម៉ូណែនោះអីអត់បិទរយូទុកបន្ទប់សិនបាទហើយនិយាយណែនោះប្លប់ទៅបាទហើយខ្ញុំបានបញ្យល់គាត់ពី LDP គាត់ថាឯងយល់ខ្នោះទៅខ្នោះទៅអញយល់ខ្នោះមកខ្ញុំអូដល់កឲ្យតាមគាត់ថាហើយនេះបានថាលោកប្រធានបាននិយាយតាមប៉ុស្តិ៍នេះគឺថាមួយស្រូវស្ងួតមួយស្រូវសើមមួយស្រូវស្កកនៅស្រូវស្ងួតនេះចាប់ផ្ទុះនៅស្រូវសើមយូរបន្តិចតែស្រូវស្កកនេះលីងើបផងបន្ទុះខ្លោចហើយបានដាក់កើតនោះស្រូវស្កកហើយអូលីបន្ទុះទេហើយកាលពីខ្ញុំនៅតូចមាញ់ខ្ញុំឮចាស់និយាយថាពាក្យកណ្ដាលសាសនាមានអ្នកប្រាជ្ញមកតម្រង់សាសនាឥឡូវនេះ2560វាដូចនៅតែពាក្យកណ្ដាលមានទៅ2600ណានៅតែពាក្យកណ្ដាលសាសនាតែបានថាខ្ញុំថាមិនមានណាទេអ្នកប្រាជ្ញនេះគឺអ្នកដែលមកតម្រង់សាសនាគឺលោកធានគណៈបក LP នេះឯងខ្ញុំតែគ្មានណាទៀតទេនេះហើយមកត្រយណាទៀតទេបាទហើយនៅព្រឹកមិញនេះខ្ញុំបានទៅហូបគុយទាវនោះខ្ញុំមិនដែលស្គាល់ភូមិសាស្ត្រនេះខ្ញុំក្រងអូតាងពីយប់តែយាយខ្ញុំបានប្រាប់ផងចាំខ្ញុំមកដល់នេះខ្ញុំទេទៅវិញដល់មួយនេះខ្ញុំតលើយាយតាថាតែឯងទៅណាប្រាប់ខ្ញុំប្រាប់ណាយាយគង់ដេកស្រួលចាំមកដល់នេះចាំខ្ញុំប្រាប់ខ្ញុំទេទៅវិញតប្រាប់ទៅដឹងមុខថាចេះហើយមានតាមអ្នកអង្គុយយាយកន្លែងគុយទាវនោះគាត់ថាគាត់មិនបោះឆ្នោតឲ្យឃុំវាសនាទេឃុំវាសនាគាត់ណែកាន់សិល5គាត់មិនស្លាប់សត្វទៅកាន់ប្រទេសជាតិមិនកើតខ្ញុំតអូដល់កនេះព្រមបាញ់នេះកែគុយទាវនេះគាត់ថាកាន់សិល5ហើយគាត់មិនស្លាប់សត្វទៅកាន់ប្រទេសជាតិមិនកើតខ្ញុំគួយក្បាលនេះគុយទាវព្រមបាញ់ត្រេងខ្ញុំឮប៉ុន្តែខ្ញុំងើបឆ្ងាយឆ្នាំគប់មិនបានហើយចំបញ្ចប់នេះខ្ញុំសូមអំពាវនាវដល់បងប្អូនដែលគ្រប់គ្រងគណៈបកផ្សេងឲ្យឆាប់ភ្ញាក់រលឹកឡើង
កំដឹងហើយមាននេះខ្លាយអន់នេះអាខ្លាយអន់នេះធម្មតាដោយតាដែលខ្ញុំថាខ្លាយអន់មិនហ៊ានទេបាទសូមបងប្អូនកុំគិតស្រាលសោះបាទខ្ញុំអស់យោបល់តែប៉ុណ្ណេះសូមជម្រាបលាខ្ញុំបាទឈ្មោះសួនចម្រើនមកពីភូមិម្ដងរាញ់សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាទលេខទូរស័ព្ទ071 9គុត22 227យើងអាចទំនាក់ទំនងក្រុមគ្រួសារ LP បានបាទជាបឋមមុននេះខ្ញុំបានស្ដាប់លោកប្រធានគាត់បញ្ចេញយោបល់ពាក់ព័ន្ធពីបញ្ហាអំណាចប្រពដំអញ្ចឹងខ្ញុំក៏សូមលើករឿងអំណាចប្រពដំដែលបច្ចុប្បន្នកើតឡើងនៅសង្កាត់និមិត្តនេះតែម្ដងដើម្បីបាទបញ្ជាក់នៅជម្រាបជូនដល់បងប្អូនបាទនៅប្រហែលថ្ងៃមុននេះមានអំណាចប្រពដំជាពិសេសខ្ញុំសូមលើករឿងចៅសង្កាត់បន្តិចដើម្បីយើងយកមកនិយាយពិភាក្សាគ្នាបាទអំណាចប្រពដំវាពាក់ព័ន្ធតែចំពោះខាងគណៈបកនយោបាយបាទ CPP បាទបងប្អូនយើងមួយចំនួនហ្នឹងគាត់មានសម្ពាធខ្លាំងពីសម្ពាធខ្លាំងហ្នឹងគាត់បានទៅពឹងពាក់ខ្ញុំដោយសារឲ្យក្មេងគាត់ហ្នឹងធ្វើជាចៅសង្កាត់បាទរឹបអូសយកគ្រឿងចាក់ដីរបស់គាត់នឹងឡានហ្នឹងយកទៅតង្កល់ទុកនៅពលិនៅប៉ុស្តិ៍ពលិណាបាទដោយមិនមានសារក្រមឬឯកសារបញ្ជាក់ថាត្រូវរឹបអូសទេគាត់ប្រើអំណាចរបស់គាត់ហ្នឹងទៅរឹបអូសយកពីកូនប្រសាគាត់ដែលកំពុងតែបង្កអាជីវកម្មនៅតំបន់កន្លែងហ្នឹងដែរអញ្ចឹងបើសិនជាបងប្អូនជាអលឹកយើងគួរគិតមើលថាដោយសារតែអំណាចប្រមូលផ្ដុំនឹងហើយបានពួកយើងនឹងរកភាពយុត្តិធម៌អត់ឃើញទេតាមលក្ខណៈនេះខ្ញុំក៏បានទៅជួយឥឡូវហ្នឹងក៏បែករឿងឡើងបាទបែករឿងច្រើនមែនតើដោយសារបានចុះខាងព័ត៌មានផងទៅផ្សាយតាមពេញហ្នឹងឯងដោយសារអំណាចប្រមូលផ្ដុំរបស់គាត់ហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងបាទគឺធ្វើឲ្យគាត់ហ្នឹងបាត់បង់វិជាប្រិយភាពរបស់គាត់ខ្លួនឯងទេដោយសារអីដោយសារបងប្អូនយើងដែលយល់ខ្ញុំនឹងមិត្តភក្តិម្នាក់ទៀតឈ្មោះអង្គប៉ាល់ហ្នឹងពួកយើងរាល់ថ្ងៃហ្នឹងគឺមានគំនិតមួយបាទឲ្យតែបងប្អូនស្ដាប់យល់ពី LP នៅកន្លែងណាទៅរកកន្លែងហ្នឹងព្រោះយើងត្រូវការអ្នក LP ដែលស្ដាប់យល់នៅភូមិម្ដងរាញ់សង្កាត់និមិត្តហ្នឹងយើងត្រូវការប្រមូលផ្ដុំគ្នាដើម្បីរៀបចំរចនាសម្ព័ន្ធបោះឆ្នោតបាទក្រុមប្រឹក្សាសង្កាត់នៅពេលខាងមុខអញ្ចឹងទេខ្ញុំក៏សប្បាយចិត្តរីករាយបាទនៅថ្ងៃទី21ខែមុននេះបាទខ្ញុំបានមកប្រជុំនៅទីសហការខេត្តខ្ញុំក៏បាននិយាយពាក់ព័ន្ធពីបញ្ហាលើកស្លាកបាទមួយកន្លែងនៅសង្កាត់និមិត្តហ្នឹងបាទយើងក៏បានការពិភាក្សាជាមួយក្រុមប្រឹក្សាទាំងអស់ដែលមកប្រជុំគ្នាហ្នឹងក៏ថាត្រូវតែលើកទៅខ្ញុំក៏នៅក្នុងចិត្តខ្ញុំក៏នៅថាសពិចសពិលស្រាប់តែទៅដល់ផ្ទះវិញពេលល្ងាចបងប្អូនមានរឿងអីកើតឡើងអត់យើងជាអ្នកផ្ដើមយើងអត់មានលុយទេក៏ប៉ុន្តែពេលដែលយើងនិយាយរឿងលើកស្លាក LP បាទមានបងប្អូននៅខាងប៉ោយប៉ែតបាទគាត់វាយចូលគ្រប់មកម្នាក់50ម្នាក់20តាមកម្លាំងសទ្ធារហូតដល់ទឹកប្រាក់ប្រហែលជា$100រហូតដល់យើងអាចស្នើសុំគាត់ទិញគ្រឿងបំពងសម្លេងបានមួយឈុតទៀតបាទក្នុងរយៈពេលតែមួយថ្ងៃទេបងប្អូនបាទគឺបងប្អូនស្ដាប់យល់ភាគច្រើនគាត់អត់តន់ងើបមកកើតគាត់ថាគាត់នៅខ្លាចក៏ប៉ុន្តែលុយគាត់ជួយឧបត្ថម្ភមកបដាតែម្ដងអញ្ចឹងក៏សំណពរដល់បងប្អូននៅទីនេះក្តីបាទយើងកុំនៅស្ងៀមយើងយល់ពី LP យើងកុំនៅស្ងៀមយើងទៅដើរចាក់ដើរឆ្កឹះឲ្យគាត់ស្ដាប់វិសុកាលពីមុនមកពិបាកអត់មានវិសុឥឡូវក្នុងមួយថ្ងៃផ្សាយ40ម៉ោងជាងខេត្តបន្ទាយមានជ័យក៏ផ្សាយក្រុងប៉ោយប៉ែតក៏ផ្សាយយើងសហការគ្នាគោលការណ៍8ចំណុចយើងត្រូវការតែយើងត្រូវការយើងត្រូវធ្វើអត់យើងចង់បានដល់50+1បើសិនជាបានចង់បាន50+1សូមបងប្អូនតែដៃមួយបាទខ្ញុំក៏មានចំណាត់អារម្មណ៍តែប៉ុណ្ណេះឯងបាទសូមអរគុណបងអញ្ចឹងសូមបងប្អូនយើងឡើងមកបន្ថែមវិញឃើញបងប្អូនយើងថ្មីច្រើនអាចឡើងមកបញ្ចេញមតិយោបល់មកបើសិនជាឆ្ងល់អាចសួរសំណួរក៏បានដែរសូមអញ្ជើញបងប្រាប់ទីកន្លែងបងបាទជាដំបូងសូមគោរពបងប្អូនមិត្តសូមគោរពលោកពូមេស្នាដែលមានវត្តមាននៅទីនេះហើយសូមគោរពបងប្អូនដែលមានវត្តមានក្នុងទីនេះផ្ទាល់បាទដំបូងដៃខ្ញុំធ្លាប់ស្ដាប់ LP យល់ដែរប៉ុន្តែអត់ហ៊ានងើបមកទេតែដល់ថ្ងៃមួយខ្ញុំស្ដាប់លោកពូគាត់ថានៅលើលោកនេះគ្មានកន្លែងណាដែលសុខសាន្តស្មើនឹងមាតុភូមិរបស់យើងទេខ្ញុំស្ដាប់យល់ខ្ញុំលេងហូបទឹកភ្នែកមែនយល់ដល់ពេលនេះទៅខ្ញុំឥឡូវនោះមកទេយល់ក៏ដោយហើយទោះបីដើរមកជំហាននេះស្លាប់ក៏ដោយក៏ត្រូវទៅចូលរួមធ្វើដែរបងប្អូនឥឡូវខ្ញុំសូមចាត់រំទៅប៉ុណ្ណេះបានហើយយកទៅបងតទៀតមក
ឡូបាទជាដំបូងនឹងបាទឈ្មោះរតនៈសូមជម្រាបពូហើយជម្រាបសួរដល់បងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះឡើងមកនេះអត់មានចង់និយាយអីច្រើនទេចង់តែនិយាយមិនថានិយាយពីបញ្ហាចុះព្រោះវាតឹងទ្រូងណាស់រាល់ថ្ងៃហ្នឹងនៅរៀនឡើយរាល់ថ្ងៃហ្នឹងនៅរៀននៅសេរីតភ័ណ្ឌហ្នឹងឯងវាតឹងទ្រូងរាល់ថ្ងៃហើយតាក់ទងជាមួយអាសម្ញាំចង់និយាយទីមានពីរចំណុចទី1និយាយពីរឿងសម្រាមទី2និយាយរឿងសាសនាហ្នឹងឯងនៅក្នុងសាលាដែលខ្ញុំជួបគ្រូមួយគាត់រៀនភាសាខ្មែរគ្រូហ្នឹងណាគាត់ជាទូទៅគាត់តែងសួរខ្ញុំថាអូនឯងនៅសាសនាណាគាត់សួរអញ្ចឹងណាអូនឯងនៅសាសនាណាហើយខ្ញុំវាមានអារម្មណ៍ថាក្តៅមានអារម្មណ៍ក្តៅសួរតែខ្ញុំសួរគាត់ថាតើអាសាសនាហ្នឹងហើយជំនឿវាមានន័យថាម៉េចខ្ញុំសួរគាត់អញ្ចឹងគាត់ឆ្លើយមកវាមើលទៅវាមិនតំណងនឹងស្ដាប់មិនសោះអញ្ចឹងណាគាត់ថាពាក្យសម្ដីគាត់និយាយមួយគាត់ថាគ្មានសាសនាណាមួយខុសទេមានសាសនាណាមួយខុសទេដូចត្រឹមត្រូវទាំងអស់គាត់លើកឧទាហរណ៍តែអញ្ចេះឧទាហរណ៍ថាយើងតែងសេចក្តីភាសាខ្មែរអញ្ចឹងណាយើងអាចលើកឧទាហរណ៍រឿងជាទូទៅច្រើនយើងអាចលើកមួយណាក៏បានដែរវាអត់សំខាន់តែរឿងមួយទេអញ្ចឹងគាត់លើកថាសាសនាណាក៏ដោយចង់ឲ្យមនុស្សល្អសិតតែត្រឹមត្រូវទាំងអស់បើសិនជាយើងយល់ថាធ្វើឲ្យមួយណាត្រូវមកគេមានវិធីផ្សេងគ្នាធ្វើមិនក៏បានដែរសិតតែឡើងឋានសួគ៌ទាំងអស់គ្នាមកធ្វើទៅត្រឹមត្រូវទាំងអស់គ្នាហើយខ្ញុំវាឆ្ងល់គាត់និយាយថាអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយថានៅវត្តមួយខ្លោងទ្វារមានហើយណាខ្លោងទ្វារមានហើយមានអីទៅវាយអាខ្លោងទ្វារនឹងចោលវាយខ្លោងទ្វារនឹងចោលធ្វើខ្លោងទ្វារថាថ្មីហើយខ្ញុំសួរគាត់ថាខ្លោងទ្វារមួយប្រមាណមួយជាង$50,000ហើយអត់ទាន់គ្រប់ទៀតលើស$50,000ហ្នឹងទៀតហើយសួរថាខេត្តអីបានធ្វើអញ្ចឹងសាលាខ្ញុំរៀនរាល់ថ្ងៃរៀនគួរអត់មានសាលារៀនទេទៅរៀនក្រោមកញ្ចុះរៀនក្រោមដើមឈើដល់ថ្នាក់ហ្នឹងហើយការតែធ្វើគេចង់មកធ្វើសាលានៅហ្នឹងធ្វើលុះត្រាតែមានអីចង់ដូរឈ្មោះសាលាហ្នឹងហើយគេថាដូរឯងបើអត់ដូរទេខ្ញុំអត់ធ្វើសាលាហ្នឹងទេហើយសួរថាហេតុអីបានមកធ្វើអញ្ចឹងចង់បានអីគេចង់បានឈ្មោះចង់បានគេឈ្មោះអញ្ចឹងគាត់ចង់បានគេឈ្មោះអាធ្វើសាលាឲ្យមនុស្សរៀនសោះហ្នឹងធ្វើមកបើសិនជាមានគោលបំណងចង់ឲ្យគេរៀនចង់បានសាលាឲ្យគេរៀនមិនមែនមានបំណងចង់តែបានឈ្មោះហ្នឹងមកទេអត់មានណាធ្វើសាលាឲ្យសោះមានតែប្រមូលលុយគ្នាមកសាលាហ្នឹងធ្វើបនការប្រាក់ដើម្បីបានលុយយកលុយមកដើម្បីធ្វើសាលាចាក់សាបអីនៅក្នុងគ្មានណាគេមកជួយទេអត់មានណាមកជួយទេជួយលុះត្រាតែមានឈ្មោះមានអីគេមិនដូរហើយចង្រៃតែសាលាហ្នឹងឈ្មោះគណៈបកផ្សេងគេអត់ធ្វើទេលុះត្រាតែគណៈបកហ្នឹងកាន់អំណាចអីហ្នឹងទៅឈ្មោះគណៈបកផ្សេងគេមិនធ្វើឲ្យទេគេចង់ធ្វើមានតែតាក់តងនឹងអង្គការផ្សេងគេអាចមកធ្វើបានតែមានតែអង្គការមួយហ្នឹងទេហើយក្រៅពីអង្គការអស់ហ្នឹងអត់មានណាមកជួយធ្វើទេវេទនាអាសាលាបាក់បែកពេញហ្នឹងអត់មានណាមកជួយធ្វើទេអាហ្នឹងមួយទៅអារឿងមួយទៀតតាក់តងជាមួយរឿងសម្រាមខ្ញុំឮពាក្យហ្នឹងខ្ញុំក្តៅហ្មងនៅអត់ស្ងៀមហ្មងមានអារម្មណ៍ក្តៅចេញពីក្នុងហ្មងខ្ញុំមានបំណងចង់មកឃើញសម្រាមអញ្ចឹងឃើញសម្រាមនៅក្នុងសាលាអញ្ចឹងមានបំណងចង់និយាយចែកមកណែនាំគ្នាឲ្យរើសសម្រាមតែពេលអញ្ចឹងថ្ងៃមុនខ្ញុំបានសុំគាត់ឡើងនិយាយព្រោះខ្ញុំឃើញគាត់និយាយមិនដែរខ្វល់ទេគាត់ជានាយកសាលាគាត់អត់ដែរខ្វល់ទេរឿងគេស្ដាប់មិនស្ដាប់ទេសំខាន់គាត់បាននិយាយគាត់ដែរខ្វល់ទេគាត់និយាយអាណានិយាយអីនិយាយទៅបលែងគ្នាដេញគ្នាពេញហ្នឹងអាណាផឹកស៊ីអីដើរទិញនំស៊ីគេទេពេលតម្រង់ជួរហ្នឹងពេលតម្រង់ជួរតែពេលខ្ញុំឃើញអញ្ចឹងអាសម្ញាំក៏សម្ញាំហើយគោលការណ៍ហ្នឹងដូចលោកស្អីគេនៅគណៈបកសង្គ្រោះជាតិអញ្ចឹងគោលការណ៍មកក៏ភ្លុះដឹងគោលការណ៍ខ្លះនេះបងនេះគាត់នៅរៀននៅហ្នឹងគាត់ដឹងហើយគោលការណ៍មួយថ្ងៃឲ្យតែពេលតម្រង់ជួរដឹងអាគោលការណ៍ចេញមកថ្មងរឿងសម្ញាំហ្នឹងតែពេលអញ្ចឹងខ្ញុំមានគោលបំណងមួយចង់ឡើងនិយាយខ្ញុំបានឡើងនិយាយបានម្ដងរឿងសម្ញាំហ្នឹងគេស្ដាប់បានដែរហើយក៏បានធ្វើបានខ្លះដែរក៏ក្រោយមកវាមកទៀតណាសម្ញាំមកទៀតមកដូចស្តៀងណាអាពើប៉ោងដែលគេដាក់ហ្គាសទៅវាហោះអាអត់ដាក់ហ្គាសគេអត់វាអត់ហោះតើយើងវាយបានហោះអាហ្នឹងយើងតតែវាយវាបានវារើសបានខ្លះទៅអត់វាយវានៅដដែលថ្ងៃមួយសុំលោកគ្រូឡើងនិយាយម្ដងទៀតតែពេលមានអីគាត់និយាយពាក្យថាម៉េចបើឯងចង់អញ្ចឹងប្រមូលគ្នាគាត់និយាយហ្នឹងវាប្រហែលនឹងវាស្មើនឹងពាក្យថាបើឯងចង់រើសសម្រាមហើយមកអង្វរអញវាស្មើនឹងពាក្យអញ្ចឹងមានណាចង់រើសសម្រាមគ្រាន់តែមានបំណងមួយចង់ប្រមូលគ្នាឲ្យរើសសម្រាមឃើញសម្រាមវាច្រើននាំគ្នាប្រមូលគ្នារើសតែពេលអាពួកអ្នកខ្លះវានិយាយថាឯងក៏ចេះដឹងមែនអារឿងសាលាសោះក៏ខ្វល់អីរឿងសាលាសោះខ្ញុំមានអារម្មណ៍បើថាមិនពួកសិស្សនៅក្នុងហ្នឹងវាមិនអីអានេះដល់គ្រូនាយកផងឃើញដល់គ្រូនាយកហើយមួយទៀតត្រឡប់ទៅរឿងសាសនាវិញដដែលខ្ញុំឃើញវាមានអារម្មណ៍ក្តៅរឿងតាជាទូទៅមានអាតេសមួយហ្នឹងដាក់មីក្រូដាក់អំភ្លីដាក់អាគុយអីចឹងទៅដាក់ដល់កន្លែងណាដែលគាត់ចង់ដាក់គាត់ដាក់ទៅដាក់ឲ្យនិយាយពាក្យគាត់និយាយថាម៉េចទេ
dương mà nuôi dương ở dụ khay nè ở dụ dương việc khay nè nơi mà ban du tê tê nè dương non kia châu bon châu ấy đầm bay ban lang than xua ban ấy nè còn tha dương ở dụ khay nè mà na từ đó bằng phay kia đầm bay kia cho lôi giờ mà đặt mà đấy miền nào đó đặt đau mẹ chỉ còn tới khơi trong là đó là cầm tích ảnh năng trao mà miền đó không à mẹ không à ta khu còn dây ha miền sát na na khóa miền sát na na khóa cho bà tây vô lôi tới đó là bay trong ban một vinh nhá mình nuôi nó miền bách vinh mình nuôi nó miền vinh nhóm miền lôi á trong ai cái xí mà nam miền mầm non trong ai cái xí mà trong ban một vinh tê nhóm phèo còn chân đây dây chân hai con gì tha gì không mày nhóm trong nhóm dây phèo còn vinh tha không biết là nam mà nè đam mê mình khăng thế mình được dương nâng tại vì sầm khăn là hưởng ấy bây giờ dương khăng ấy dương dây mà đây dương che tục mà hăng dương mày mình nuôi khá việc khăng kế việc vay kê chừng tự mình nuôi khá việc khăng kế bán chê kê chừng tự nhóm khăng nhóm chê chứ rồi đâu ngọt gì thôi đó thà khu ấy đó thà chân tập bê nhóm khăng chân bê còn thà hãy ôn ấy nhưng xong bây giờ hiến có ta xem mà chưa biết khó đá ban ấy từ kịch bản thầm thới nhưng tha ô anh đang hưởng mà chạy cái tên năng mịch đăng hay cho đường nè kịch là tại mà nam miên một non cho ai kỳ si ở miền trong anh ấy mà quên tê nhưng phèo còn chân đang ngót nói miền tập bản năng ai ở cồn việc đại phê chân xôm lang và to tiền nó bóng miền ấy chẳng gì á xôm chế tiếp thom khuyên bát lê chun lái xong cổ rục đỏ lục pu hay xong cổ rục đỏ bong ôn cổ sa ở lipi từng đại bàn một chỗ rùm về tất cả ngày này khuyên bát nơi thùng cổ pong xoái hay năng nơi cổ pong xoái năng sợi dập hoàn cho ngày nhóm trong vậy tít năng chụp xe pu minh thị tra đại quạt bàn đăng tạt ngày nắng nạp ba sầm pón bàn thưa về tất cả mùi nó tin năng cái nan là quạt lư tha việc cái nạp bạc quạt tha chỉ riêng là dột mai vì mình lo những từ chẳng ai ta con rừng mùi ấy quạt đáp khang cái nạp bạc có tha vì mình là ổn tay trong cặp tha cái nạp bạc sòng quan vì mình men đôi cái nạp bạc kê đọt tay tiết nó tể rút tha mạch cái này là con quạt đôi thao tha con quạt một chấm luôn đã tha khôi được khờ tha khôi khang bên này là đáp sòng quan vô việc bài tới giờ khôi tích được cắt thôi khôi nhưng ở tràn tay vào khôi tích đáp sòng quan vô tới giờ bật khôi tầm đòn rút sòng quan cứ khôi bị cái nạp bạc đọt tay cứ bạn vùng riêng oi một nút che ruộng nơi không sòng cung nắng ta sòng cung mùi nắng cua ruộng nơi dạng đôi mà đây ưu ti ho thả câu năng đạp sầm quan vô che cùng rít cầm đợt nó không cua xa quạt đại cầm pông đại miền than phía bãi nằng ta quạt cua rôn nàyอย่างđôi một đấy đầm bay ao cua xa nắng vía cọp tơ mốc ban lỏ đôi kia quạt rôn nơi không sả quạt đang thả sả quạt cầm pông thành chẳng ta quạt năng thưa mấy đầm bay ấy cà rôn nơi hay năng sả quạt can đại sả hay không được công gọi đôi kiaอย่างnày chẳng nhầm trong đam nhà từ nẹt ngọc kia đại quạt nơi phum năng đại quạt to man squat thả vậy tới chỉ cái nạp bạc sầm quan nắng cứ tha cái nạp bạc sầm quan mà men đôi cái nạp bạc kia đọt tay tiền nụ tê giống quạt cua đạp đôi cua ta khi dâm đạp mới tới tha cái nạp bạc năng về dạng đôi một đạch protein ní cứ chia là riêng muối đại tha sang tha con mà đại ban chua về là riêng bài năng xong mẹ nhau còn đại ban chua đây năng ai xong ở con mà xong mẹ phần năng mà chia bà thăm nhom tôm riệp rùa lục công thana bạn và mục này cho là nạp bạc sầm quân nằm bay chia tiếp tay xôm có rốt chùm riệp xuôn pha côm bong ôn côn khôi thằng chào phong đây chia ti sả lanh rập an nhóm chùa prom han bà tôm chia thạc nhóm chùa prom han bạn miền là xây than phum của có phum slo cám sọc xoài chết khét bản tiên miền chì bà lệ tu sáp xôn đập rằm pí mà thấy rằm pí ha sập muối pet pí nông nông ngày ní nhóm biên ở cả bàn hôm đây chia mặt tệ bà chun chia cả tệ khá chun đo ong vết cá nằm bay chia chấm nệ mũi sầm rập phao dựng đờ ngọt kia ngày ní cứ bao phôn bàn mà chụp chum kia khó bị bạ đọt tây cứ kia đọt niệm kia chặt đọt kia mà rồi niệm chặt mà rồi bạ sầm quân nằm bay chia tiếp tay kia bạc quân niệm chặt tầm mùi bao phôn vua lấy á chặt tầm mùi miên pum tầm mùi cho luôn thư này vô bài chỉ môi bạ sầm quân nằm bay bạc chia tay ngày ní bao phôn thư vàng mình xétปัญญาชวนถึงลายเนี่ยบ่มน้องจ้องคลายโคลนตัวจะเนี่ยเมียนปัญญาดับ LP บาทไงเนี่ยของเนียมยังเจียบไปเจียบรวดถึงออกนี่ตรอสก็เอาชิบะทันโยบายเจียไว้
គ្រប់គ្នាទាំងអស់សត្វតអ្នកមាននយោបាយប៉ុន្តែបងប្អូនអត់យកនយោបាយមកថឹងថ្លែងថាខ្លួនមាននយោបាយជាប់នៅក្នុងខ្លួនដែលអត់មនុស្សម្នាក់កើតមកព្រាមជាប់ជាមួយនយោបាយមកជាមួយនយោបាយមានពីរទី1គឺនយោបាយជីវិតខ្ញុំលើកឧទាហរណ៍ធ្វើស្រែធ្វើចង្ការដាំដំណាំសម្ពុតខោអោប្រឡាក់អ្នកត្រូវតែមាននយោបាយសម្រាប់ទប់ទល់ឬក៏សម្អាតវាដើម្បីឲ្យបានបាយស៊ីធ្វើស្រែដើម្បីខោអោស្អាតត្រូវបោកនេះសិតតែជានយោបាយហេតុដូចបានបងប្អូនអត់ស្គាល់នយោបាយគ្រាន់តែចូលបាក់ថាអូយទៅចូលអីរឿងនយោបាយខ្លួនឯងអត់ទាន់ស្គាល់នយោបាយផងហើយបងប្អូនមករិះគន់ថាពួកយើងជាអ្នកមិនស្គាល់នយោបាយធ្វើការបម្រើបាក់ដែលមិនបានទៀមទាប្រយោជន៍អីទាំងអស់គេថាពួកក្រុមយើងឈួតអូខេទទួលស្គាល់ថាឈួតថ្ងៃណាមួយបងប្អូនយល់ខ្ញុំនឹងរួចឈួតដោយស្វ័យប្រវត្តិបាទរឿងនយោបាយអ្នកណាក៏មាននយោបាយថ្នាក់នយោបាយជីវិតមានពីកំណើតបើសិនជាបងប្អូនចង់ធ្វើនយោបាយទូរំដោះអ្នកដទៃអ្នកត្រូវតែរៀនថែមថ្ងៃនេះល្អប្រសើរជាទីបំផុតបងប្អូនមកថ្ងៃនេះមកប្រជុំដើម្បីទទួលបំពេញបំពន់នយោបាយដើម្បីទៅធ្វើសកម្មភាពជួយរំដោះអ្នកដែលកំពុងរងគ្រោះនេះជារឿងនយោបាយចុះនយោបាយជាស្អីយើងត្រូវតែស្គាល់នយោបាយឲ្យច្បាស់ស្អីជានយោបាយនយោបាយបើតាមច្បាប់ពីដើមមិនប្រើនយោបាយទស្សនៈថ្មីតាមបែបទំនើបកុំព្យូទ័រទេនយោបាយពីដើមនយោបាយកិច្ចមិនផុតពីការបោកប្រាស់ដល់រាបណាមាននយោបាយបោកប្រាស់ដល់រាបនោះអ្នកដែលទទួលផលគឺបុគ្គលផ្ទាល់ខ្លួនអញ្ចឹងបានបាក់មួយចំនួនវាធ្វើនយោបាយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគឺជាការបោកប្រាស់ទៅបោកប្រាស់តាមវិម៉េចនេះសម្រាប់បាក់ដទៃដែលមិនមែន LDP គេមកដល់គេប្រើគ្រប់វិធីសាស្ត្រដើម្បីមកបោកប្រាស់ប្រជាពលរដ្ឋឲ្យបំរើផលប្រយោជន៍របស់ខ្លួនឥឡូវយើងសង្កេតមើលទាំងអស់គ្នានយោបាយគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអាចបោកប្រាស់តាមរបៀបម៉េចបងប្អូនកុំទន់ច្រឡំបើសិនជា LDP ជាអ្នកបោកប្រាស់បងប្អូនមិនចាំបាច់បង្រៀនបងប្អូនទេយល់ទេបងប្អូនបង្រៀនបងប្អូនឲ្យមានយុទ្ធសាស្ត្រប្រឆាំងជាមួយអំពើអាក្រក់បើសិនជាលោកឃើញមានស្នាប្រើនយោបាយប្រើល្បិចកលបោកប្រាស់បងប្អូនរកប្រយោជន៍ឲ្យគាត់គិតមិនបានចាំបង្រៀនបងប្អូនទេដាក់បានទេបងបាទនេះគឺជានយោបាយមួយពិតជានយោបាយជាសិល្បៈវិធីធ្វើឲ្យបានសម្រេចគោលដៅគឺគោលដៅបម្រើផលប្រយោជន៍បងប្អូនទាំងអស់គ្នាបាទនេះជាខ្លឹមសារក្នុងរឿងនយោបាយឥឡូវនេះខ្ញុំសូមបង្វែរប្រទេសកម្ពុជាសប្តាហ៍ថ្ងៃរាជរដ្ឋាភិបាលកំពុងប្រកាសក្តែងថាប្រទេសកម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យយ៉ាងពេញបរិបូរណ៍ប៉ុន្តែអត់កលេចមើលអាចប្រឡាក់ខ្លួនសកាត់ការងារពង្រឹងបកមានអាក្រុមពងលឹងបកថ្នាក់ខេត្តមានអាក្រុមពងលឹងបកថ្នាក់ស្រុកពងលឹងបកថ្នាក់ឃុំយល់ទេបងប្អូនពាក្យខ្មែរឲ្យច្បាស់ថាពង្រឹងបកតើការពង្រឹងបកមានន័យថាយ៉ាងម៉េចការពង្រឹងបកគឺមកឃុំក្រងប្រជាពលរដ្ឋគៀបចិត្តអំណាចមកឲ្យប្រជាពលរដ្ឋងាកទូឆ្វេងទៅស្ដាំជើទៅលើបកណាបានចុះវាមានន័យថាការពង្រឹងបកគឺជាសត្រូវសួរពូជជាមួយលទ្ធិប្រជាធិបតេយ្យលទ្ធិប្រជាធិបតេយ្យមិនអនុគ្រោះឲ្យការពង្រឹងបកមកគៀបសង្កត់ប្រជាពលរដ្ឋយើងបានដាច់ខាតយើងនឹងពន្យល់ប្រជាពលរដ្ឋឲ្យលោកយល់ដើម្បីប្រឆាំងជាមួយអំពើអាក្រក់វាស្មើនឹងការបង្រៀនប្រជាពលរដ្ឋថ្ងៃនេះស្មើនឹងការវាយបំបែកឆ្នាំងបាយរបស់គណៈបកមួយចំនួនពន្យល់ប្រជាពលរដ្ឋថ្ងៃនេះគឺជាការបំបែកឆ្នាំងបាយរបស់បកមួយចំនួនប្រជាពលរដ្ឋយល់អ្នកឯងរយច្រកមកបោកប្រជាពលរដ្ឋមិនបានដាច់ខាតអ្នកឯងរយច្រកណាបោកបើដោយលោកឃើញមានស្នាថាលោកបោកបងប្អូននឹងមានការសង្ស័យបើបោកឲ្យចាំបាប់ពន្យល់បងប្អូនទេឥឡូវយើងកលេចទៅមើលបកដែលបោកប្រាស់យើងបោកប្រាស់តាមពីម៉េចទី1ផ្ដាល់ជារបស់លើកទឹកចិត្តសំបីតែផ្លូវថ្នល់បើកឲ្យដើរដល់យកប្រាក់ក៏លើកជាកដោជាគុណសម្បត្តិរបស់បងប្អូនផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់យកទៅធ្វើគុណសម្បត្តិរបស់ខ្លួនបច្ចុប្បន្នប្រជាជនខ្មែរយើងអត់ទាន់ដឹងខ្លួនម្នាក់ជាពាក្យប្រាក់គេចូលទាំង400លាននាក់ហើយគិត$400តែម្នាក់ណាជិតចូល$6,000លានដុល្លារហើយកសាងប្រទេសបានប៉ុណ្ណេះហើយយកបណ្ណាទៀតចា$6,000លានហ្នឹងយកទៅណា
បងប្អូនម្នាក់ណាកូនក្មេងតូចមួយក៏ពាក់ជា$4,000ដែរ$400ដែរយ៉ាងតិចឥឡូវនេះណានេះសងសម្ដេចតេជោនាយករដ្ឋមន្ត្រីលោកហ៊ុនសែនគាត់អ្នកខ្ចីយកប៉ាងទឹកដីខ្មែរនេះទៅប៉ាងប្រទេសកម្ពុជាយកទៅខ្ចីលុយគេដូចទៅបងប្អូនខ្ចីលុយអីស៊ីលីដាមិនយកប្លង់ដីទៅដាក់អ្នកដែលកាន់តួនាទីថ្ងៃក្រោយអ្នកនោះអ្នកសងអ្នកណាអ្នកសងយើងអ្នកទទួលទាំងអស់យើងអ្នកទទួលទាំងអស់អានេះគឺជារឿងនយោបាយមួយយ៉ាងជ្រៅខ្ញុំជំរាបជូនតាក់ទងជាមួយនឹងល្បិចការជួយជាផ្លូវការជួយជាថ្នល់ជួយជាសាលារៀនចំណាយថវិកាមិនតិចទេរាប់លាន$រឿងអុយគេយកមកដូរសុំលឹកឆ្នោតពីយើងមកសន្លឹកទៅវិញសន្លឹកឆ្នោតមកសន្លឹកមានកលៈទេសៈខ្លះថោកដោយអាចមានកលៈទេសៈខ្លះគឺមានតម្លៃមហិមាគេចំណាយថវិកាធ្វើថ្នល់ធ្វើសាលារៀនឲ្យយើងគេសុំតែសន្លឹកឆ្នោតពីយើងមកសន្លឹកទៅវិញមកសន្លឹក2សន្លឹក3សន្លឹក10សន្លឹក20សន្លឹកបានប្រមាណទៅគ្រប់កៅអីមួយសន្លឹកឆ្នោតដែលគេយកទៅច្នៃប្រឌិតទទួលបានផលប្រយោជន៍យ៉ាងមហាសាលដោយសារកៅអីនេះឯងមហាសាលពេលបានសន្លឹកឆ្នោតពីយើងហើយគេស្រែកថាអរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យគេបងប្អូនយល់ទេពាក្យអរគុណពាក្យថាអរគុណគឺបានប្រយោជន៍ណាបងប្អូនឧទាហរណ៍អបមកថាខ្ញុំឃើញកូនក្មេងម្នាក់ដើរទៅនេះអានាងកូនគុំដើរចាំតាមផ្លូវនេះត្រង់ទឹកទៅនេះមានបន្លាវាដើរទៅដល់វាឆ្កឹះឃើញបន្លាមានវាស្រែកថាអរគុណបានន័យថាយ៉ាងម៉េចរួចផុតពីបន្លាមុតយ៉ាងណាមានពាក្យថាអរគុណនេះគឺមានប្រយោជន៍ណាស់យើងគួរតែថ្លឹងថ្លែងហេតុដូចម្ដេចបានគេអោយស្ពានអោយថ្នល់អោយផ្លូវឲ្យគេសុំតែស្លឹកឆ្នោតយើងទៅវិញនេះគឺជាល្បិចកលបោកប្រាស់ធ្វើយ៉ាងម៉េចអោយតែបានឈ្នះគេនឹងស្វែងរកប្រយោជន៍ដូចខ្ញុំជម្រាបខាងដើមបើសិនជាបានប្រយោជន៍មហាសាលហើយដាច់ខាត់ដំណើរនៃការអនុវត្តនយោបាយជាមិនផុតពីការបោកប្រាស់ឡើយដោយឡែក LDP ដូចខ្ញុំបានជម្រាបជូនណាបើសិនតែ LDP បោកប្រាស់បងប្អូនមិនចាំបាច់បរៀនបងប្អូនយល់ទេហើយខ្លាយទៅជាឧបករណ៍មួយវ័យបំបែកឆ្នាំងបាយរបស់បាក់ដតេបាទអញ្ចឹងប្រជាពលរដ្ឋយើងទោះបីជួបផលលំបាកយ៉ាងណាក៏ដោយចេះតែស៊ូទ្រាំឲ្យគេវាយក្បាលតែមកខ្ញុំសូមលើកឧទាហរណ៍មួយម្ចាស់ងើមឆ្កែទៅសន្រងឆ្កែនៅខំដេញតាយបានប្រផាប់ប្រភីងចាប់បានម្ចាស់ទៅកាន់យកមកពលិតបានអាំងយកពេលឈ្ងុយពេលហូបដាក់តាច់តាយលើស្លឹកនោះឆ្កែនោះវាអាំងថាវាមានគុណសម្បត្តិខ្លះដែរណាអញមិនក៏អញយ៉ាងហួយណាក៏បានឆ្អឹងដែរទុំគួយមើលម្ចាស់ហើយមានគួយឆ្ងាយណា1ម៉ែត្រពីម្ចាស់នោះដឹងឆ្កែឃើញនៅសាច់សាយធ្វើមិត្តយ៉ាងម៉េចដែរខ្ញុំធ្វើប៊ីសឆ្កែគួយនៅមុខម្ចាស់ពីម្ចាស់ប្រហែលជា1ម៉ែត្រម្ដងសន្លឹងទៅមុខម្ចាស់ម្ដងសន្លឹងទៅសាច់អាំងឈ្ងុយសន្លឹងចុះឡើងលៀនដាត់ផ្លែមដេញឆ្កែហត់យ៉ាងម៉េចដែរផ្លែមនោះស្រក់ទឹកមឿតតហើយអាខាងក្រោមនោះលឹបលេបដល់ម្ចាស់ឃើញអាម៉ល់យកវាយមកឆ្កែរត់ទៅពួនមកខាងដើមជើកស្រាប់ទៅដល់ពេលម្ចាស់ទីរួចម្ចាស់ក្រកដើរប្រួយទៅផ្ទះឆ្កែក្រករត់តាមពីក្រោយមិនគ្រុតដំណើររត់រហូតដល់ចំចិនកេនម្ចាស់ពីក្រោយនេះប្រជាពលរដ្ឋខ្មែរដល់ថ្នាក់នោះណគេវាយក្បាលមកនឹងរត់តាមគេទៀតណាគេបោកប្រាស់ប៉ុណ្ណេះហើយស្មើណាយល់បងប្អូនថ្ងៃនេះគឺខ្ញុំសូមបង្ហោះទស្សនៈរបស់ខ្ញុំជូនបងប្អូនយើងគេចាត់ទុកថាយើងឈួតសិនឈួតមកយៈទេសនៈសច្ចៈរបស់ LP គោលជំហរសកលនេះនិយាយយ៉ាងណាគ្មានទោសអត់ចេះខុសឲ្យតែយល់ឃើញថាបងប្អូនយល់តែឃើញតែត្រឹមត្រូវគឺបងប្អូននិយាយអត់ចេះខុសដល់រាមណាយើងអត់ចេះយើងគុំនិយាយនេះខ្ញុំសូមបញ្ចប់ទស្សនៈរបស់ខ្ញុំជម្រាបជូនសូមជម្រាបលាបាទជាបឋមសូមគោរពបងប្អូនសមាជិក LP យើងទាំងអស់ជាទីគោរពហើយនិងជាទីរាប់អានហើយសូមគោរពចំពោះលោកគ្រូផងខ្ញុំចង់និយាយបន្តិចអំពីការរៀបចំរបស់វេទិកាយើងគឺជាលើកទី2ហើយដែលយើងបានរៀបចំបើកវេទិកាសាធារណៈនៅក្នុងស្រុកស្វាយជែកគឺទី1យើងបានបើកនៅខាងបល័យថ្មីហើយអានឹងគឺជាលើកទី2ហើយដែលបានយើងរៀបចំនៅខាងនឹងអញ្ចឹងខ្ញុំចង់មានមតិយោបល់បន្តិចអំពីរឿងចំនួននៅក្នុងសាសនាខ្ញុំឃើញយាយដែលគាត់ចូលទៅធ្វើបុណ្យនៅក្នុងសាសនាហ្នឹងគឺ
ភាគច្រើនហ្នឹងគឺគាត់គិតថាវាបានផលប្រយោជន៍តែបើយើងសង្កេតមើលទៅយើងឃើញថាការដែលគាត់ធ្វើចំនួននៅក្នុងសាសនាដែលគាត់គិតថាត្រឹមត្រូវហ្នឹងតាមពិតទៅវាអត់មានបានផលប្រយោជន៍ទេដោយសារតែការគិតឬក៏ជំនឿរបស់គាត់អញ្ចឹងសង្កេតមើលថាដោយថាពួកខ្ញុំមិនហ៊ាននិយាយថាព្រះសង្ឃទេខ្ញុំនិយាយថាពួកអាចោរទាំងយើងមួយចំនួនអញ្ចឹងដែលវាបានចូលទៅបួសនៅក្នុងពុទ្ធសាសនាហើយវាបានកេងចំណេញឬក៏បានផលប្រយោជន៍អំពីសង្គមដោយថាធម្មតាយើងគិតមើលថាដោយថាយាយគាត់យកប្រាក់យកអីទៅធ្វើបន់នឹងលោកអញ្ចឹងគាត់ធ្វើចដាឡើងឋានសួគ៌ខ្លួនគាត់តែពួកអាចោរទាំងយើងវាបានលុយដែរហ្នឹងវាយកទៅទិញឡានអ្នកខ្លះយកទៅទិញម៉ាស៊ីនច្រូតអ្នកខ្លះយកទៅលើកផ្ទះលើកអីនោះឲ្យម៉ែអូវាដែលវាបួសនៅក្នុងពុទ្ធសាសនាហើយវាមិនបានធ្វើជាទីពឹងដល់ប្រជាពលរដ្ឋឬក៏ពុទ្ធបរិស័ទទេតែវាបានស្វែងរកនៅផលប្រយោជន៍ពីពុទ្ធសាសនានឹងវិញហើយដូចថាមានអារម្មណ៍ថារៀងភ័យបន្តិចហើយសូមអរចំណាប់អារម្មណ៍ទៅប៉ុណ្្នឹងបាទ